លោក Zelensky បង្ហាញពីដើមចមនៃសង្គ្រាមគេវីរៈបុរសបេះដូងដែករបស់អ៊ុយក្រែនថ្ងៃនេះកាសែត Q Post ចុះផ្សាយអត្ថបទមួយ Russia is source of war Ukraine still open to ceasefire Zelensky បាទនេះជាប្រសាសន៍ឬក៏សម្ដីដកស្រង់របស់លោក Zelensky គេយកមកចុះជាចំណងជើងកាសែតតាមលោក Zelensky មានប្រសាសន៍ថារុស្ស៊ីគឺជាប្រភពនៃសង្គ្រាមឬជាដើមចមនៃសង្គ្រាមហើយប្រទេសអ៊ុយក្រែននៅតែបើកចំហទទួលយកនៅបទឈប់បាញ់ Ukrainian President Volodymyr Zelensky said his country remains open to the idea of a ceasefire on long range strikes and is just awaiting a clear response from Moscow សម្រាប់បងប្អូនដែលរៀន direct indirect ហ្នឹងគឺយើងមកពិនិត្យមើលក្នុងកថាខណ្ឌនេះជាប្រភេទ reported speech ឬ indirect speech នៅឡើយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានមានប្រសាសន៍ថាប្រទេសអ៊ុយក្រែនរបស់លោកនៅតែបើកចំហទទួលយកគំនិតយោបល់នៃបទឈប់បាញ់ណាមួយចំពោះការវាយប្រហារចម្ងាយឆ្ងាយបាទ long range strikes មានន័យថាបទឈប់បាញ់លើការវាយប្រហារចម្ងាយឆ្ងាយហើយប្រទេសអ៊ុយក្រែននៅកំពុងរងចាំតែអ្វីដែលលោកហៅថាការឆ្លើយតបឲ្យបានច្បាស់លាស់ពីទីក្រុងមូស្គូរបស់ពូទីនប៉ុណ្ណោះ In his evening address on Monday, Zelensky said that Russia had not only rejected a full ceasefire proposed by the US over a month ago during meetings in Saudi Arabia, but also dismissed Ukraine's initiative to stand by peace efforts after Easter. Address ការថ្លែងយោបល់ឬក៏សង្កថានៅក្នុងការថ្លែងយោបល់ឬក៏សង្កថាពេលប្រលប់របស់លោកកាលពីថ្ងៃច័ន្ទនោះលោក Zelensky បានមានប្រសាសន៍ថាប្រទេសរុស្ស៊ីមិនត្រឹមតែច្រានចោលនៅបទឈប់បាញ់ទាំងស្រុងឬបទឈប់បាញ់ពេញលេញមួយដែលស្នើឡើងដោយសហរដ្ឋអាមេរិកកាលពីមួយខែមុនក្នុងអំឡុងជំនួបប្រជុំនៅអារ៉ាប៊ីសាអូឌីប៉ុណ្ណោះទេរុស្ស៊ីថែមទាំងទាត់ចោលនៅគំនិតផ្ដួចផ្ដើមរបស់អ៊ុយក្រែនជាគំនិតផ្ដួចផ្ដើមគាំទ្រ stand by បាទគាំទ្រឲ្យមានកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពក្រោយពីពិធីបុណ្យ Easter ទៀតអញ្ចឹង not only not just but also មិនត្រឹមតែថែមទាំងយើងហៅថា correlative conjunction All this once again demonstrates what they truly want in Moscow. However, Ukraine maintains its offer to halt strikes on civilian infrastructure. We expect a clear response from Moscow, Zelensky said. Demonstrate មានន័យពីរន័យទី1ប្រែថាធ្វើបាតុកម្មន័យទី2មានន័យថាបង្ហាញក្នុងទីនេះមានន័យថា show បង្ហាញ maintain នឹងរក្សានៅសំណើរបស់ខ្លួនលោក Zelensky បានមានប្រសាសន៍ក្នុងសម្ដីដើមដូចនេះថាជាថ្មីម្ដងទៀតរឿងទាំងអស់នេះបង្ហាញឲ្យឃើញថាតើខាងរុស្ស៊ីបាទគេចង់បានអ្វីឲ្យពិតប្រាកដនៅមូស្គូហើយណាមានន័យថាទាំងនេះជាអ្វីដែលបង្ហាញជាថ្មីម្ដងទៀតបង្ហាញពីអ្វីដែលពួកគេចង់បានពិតប្រាកដនៅមូស្គូទោះជាយ៉ាងនេះក្តីខាងអ៊ុយក្រែននៅតែរក្សានៅសំណើរបស់ខ្លួនដែលស្នើសុំបញ្ឈប់ការប្រយុទ្ធឬការវាយប្រហារ strike mean attacks បញ្ឈប់រាល់ការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល
យើងរំពឹងថានឹងទទួលបានចម្លើយច្បាស់លាស់ពី Moscow. He added, "We are ready for any dialogue on how to make this happen." លោក Zelensky បានមានប្រសាសន៍បន្ថែមទៀតថាយើងត្រៀមខ្លួនជាស្រេចដើម្បីទទួលយកការចរចាណាមួយស្ដីអំពីថាតើត្រូវធ្វើយ៉ាងណាឲ្យរឿងនេះកើតឡើងបាទអញ្ចឹងហៅនេះយើងហៅថា how fresh បាទ how fresh តើអាការបញ្ឈប់ការវាប្រហារឬបត់ឈប់បាញ់ហ្នឹងវាកើតឡើងដូចដេចហ្នឹងមានតែការចរចាទេ According to Zelensky, the most obvious, easiest and most reliable way to ensure this would be to stop missile and drone strikes, moves that would automatically protect civilian infrastructure. បើយោងទៅតាមលោក Zelensky បានឲ្យដឹងថាយើងមកយកវេនេះបាទមធ្យោបាយដ៏ជាក់ស្ដែងបំផុត obvious មធ្យោបាយដ៏ជាក់ស្ដែងបំផុតងាយស្រួលបំផុតនិងអាចឲ្យជឿទុកចិត្តបានបំផុតដើម្បីធានារឿងនេះនោះមានតែបញ្ឈប់ការវាយប្រហារដោយមីស៊ីលនិងការវាយប្រហារដោយដ្រូនទេជាវិធានការមូលហ្នឹងបាទជាវិធានការដែលនឹងការពារបានដោយស្វ័យប្រវត្តិនៅហេដ្ឋារចនាសម្ព័ន្ធស៊ីវិលពីតែហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដូចអាគាររបស់ប្រជាពលរដ្ឋទីក្រុងអីហ្នឹងមិនកន្លែងបន្ទាយទាហានស្អី He emphasized that a real and lasting ceasefire should be the first step toward achieving peace. លោក Zelensky បានថ្លែងសង្កត់បញ្ជាក់ថាបទឈប់បាញ់ជាក់ស្ដែងនិងយូរអង្វែងនោះគួរតែជាជំហានដំបូងឆ្ពោះទៅរកការសម្រេចបាននៅសុខសន្តិភាព lasting ceasefire បទឈប់បាញ់យូរអង្វែង Now after Easter the world sees the real issue. The real reason the fighting continues. Russia is the source of the war. បានលោក Zelensky បានថ្លែងបន្តទៀតថាពេលនេះក្រោយពីពិធីបុណ្យ Easter ពិភពលោកឃើញច្បាស់នឹងភ្នែកហើយនៅបញ្ហាជាក់ស្ដែងហេតុផលជាក់ស្ដែងដែលការប្រយុទ្ធគ្នាអត់ឈប់តលតែសោះមិនចាំបាច់និយាយច្រើនទេរុស្ស៊ីនឹងឯងគឺជាដើមចមនៃសង្គ្រាមជាប្រភពនៃសង្គ្រាម A real ceasefire must begin with a direct order from Moscow. Without it, there can be no silence, Zelensky said. លោក Zelensky បានមានប្រសាសន៍បែបនេះថានេះវាតពីខាងនេះណាបាទមានប្រសាសន៍បែបនេះថាឥឡូវនេះក្រោយពិធីបុណ្យ Easter ពិភពលោកមើលឃើញច្បាស់នៅបញ្ហាជាក់ស្ដែងហេតុផលជាក់ស្ដែងដែលការប្រយុទ្ធគ្នាអត់ឈប់ចេះតែបន្តរុស្ស៊ីគឺជាប្រភពនៃសង្គ្រាមបទឈប់បាញ់មែនតែនបទឈប់បាញ់ជាក់ស្ដែងណាមួយនោះត្រូវតែផ្ដើមពីបញ្ជាដោយផ្ទាល់ចេញពីទីក្រុងមូស្គូបានបើគ្មានបញ្ជាពីទីក្រុងមូស្គូឲ្យផ្អាកបាញ់គ្នាទេនោះគឺទៅឲ្យស្ងាត់យ៉ាងម៉េចទៅឲ្យសន្តិភាពយ៉ាងម៉េចវាអត់មានភាពស្ងៀមស្ងាត់អត់មានភាពស្ងប់ស្ងាត់គ្មានស្នូរអាវុធទេ He pointed out that no airstrikes occurred over Easter and some areas of the front were quiet បាទ ក្នុងនេះលោក Zelensky បាទលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានថ្លែងចង្អុលបង្ហាញថា pointed out ណាបាទលោកបានថ្លែងចង្អុលបញ្ជាក់ឬចង្អុលបង្ហាញថាពុំមានការវាយប្រហារតាមអាកាសកើតឡើងកាលពីពិធីបុណ្យ Easter ពិតមែនគឺអត់មានមែនហើយតំបន់មួយចំនួន
នៃខ្សែត្រៀមមុខហ្នឹងពិតជាស្ងប់ស្ងាត់ This shows that silence is possible when Russia chooses to reduce the killing លោក Zelensky បានថ្លែងបន្តទៀតថាប្រការនេះបង្ហាញឲ្យឃើញថាសន្តិភាពឬភាពស្ងប់ស្ងាត់គឺពិតជាអាចប្រព្រឹត្តទៅបានកាលណារុស្ស៊ីសម្រេចកាត់បន្ថយការកាប់សម្លាប់មនុស្សឈូសនឹងសម្រេចណាបាទវានៅលើរុស្ស៊ីទេណាបើអ៊ុយក្រែនជនរងគ្រោះ Nonetheless on April 20th Russian assaults shelling and missile strikes continued resulting in casualties including among civilians but nonetheless mean nevertheless mean however or still ទោះជាយ៉ាងនេះក្តីកាលពីថ្ងៃទី20ខែមេសាការវាយប្រហារការផ្លោងដាក់និងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីនៅតែបន្តឥតឈប់បណ្ដាលឲ្យមានគ្រោះថ្នាក់ស្លាប់និងរបួសជាច្រើនក្នុងនោះក៏មានជនស៊ីវិលផងដែរ By 10 p.m. on April 21 Russian forces had launched nearly 3,000 attacks ranging from shelling and assaults to air and drone strikes Zelensky revealed ប្រែថាលាតត្រដាងឬបង្ហាញលោក Zelensky បានលាតត្រដាងឬបានបង្ហាញនៅក្នុងសង្កថានោះដូចនេះថាគិតត្រឹមម៉ោង1រំលងអាធ្រាត្រថ្ងៃទី21ខែមេសានេះកងទ័ពរុស្ស៊ីបានបើកការវាយប្រហារជិត 3,000 លើករាប់ចាប់តាំងពីការផ្លោងផងការវាយប្រហារតាមអាកាសផងដោយដ្រូនផងមិនមែនខ្ញុំចេះតែថាទេគាត់ថាចេះThere were Russian missiles Sarchets nearly 90 air-dropped bombs heavy weapons and drones The attacks are ongoing along the entire front he said លោក Zelensky បានមានប្រសាសន៍បន្តទៀតថាពិតជាមានការវាយប្រហារដោយមីស៊ីលដោយ Sarchet បាទនេះឈ្មោះអាវុធណាបាទដោយមីស៊ីលដោយប្រភេទកំជ្រួចSarchet របស់រុស្ស៊ីពិតប្រាកដមែនហើយការទម្លាក់គ្រាប់បែកណាគេគាត់ថាការទម្លាក់គ្រាប់បែកពីអាកាសណាការវាយប្រហារដោយកំភ្លើងធុនធ្ងន់ហើយនឹងការវាយប្រហារដោយដ្រូននិយាយទៅជិត90លើកណាអញ្ចឹងអា nearly 90ហ្នឹងគឺទាំងអស់នេះបាទជិត90លើកគាត់ថាការវាយប្រហារអត់ទាន់ឈប់ទេនៅតែកំពុងបន្តតាមសមរភូមិមុខនោះ Zelensky added that during the recent Paris meeting and in upcoming talks in London, Ukraine's delegation has a key goal, securing an unconditional ceasefire. លោក Zelensky បានមានប្រសាសន៍បន្ថែមទៀតថាក្នុងអំឡុងជំនួបបាទក្នុងអំឡុងកិច្ចប្រជុំនាពេលថ្មីនេះនៅទីក្រុងប៉ារីសនិងនៅក្នុងកិច្ចចរចានាពេលឆាប់ខាងមុខនៅទីក្រុងឡុងនោះគណៈប្រតិភូរបស់ប្រទេសអ៊ុយក្រែនមានគោលដៅដ៏សំខាន់មួយគឺធ្វើយ៉ាងណាទទួលបានឬទៅធ្វើយ៉ាងណាសម្រេចឲ្យបានបទឈប់បាញ់មួយដែលគ្មានលក្ខខណ្ឌ securing មានន័យថា getting បាទធ្វើយ៉ាងណាឲ្យបានបទឈប់បាញ់មួយដោយគ្មានលក្ខខណ្ឌ This should be the beginning he said លោក Zelensky បានថ្លែងថាកាលណាមានបទឈប់បាញ់ណាមួយដោយឥតលក្ខខណ្ឌទៅនេះគួរតែជាចំណុចចាប់ផ្ដើមរឿងសន្តិភាពវាកើតចេញពីការឈប់បាញ់គ្នាវាកើតចេញពីភាពស្ងប់ស្ងាត់ហើយកាលណាគេដាក់
only អញ្ចឹងណាបងប្អូនបាទ only ពីមុខ one cloth ឬក៏ពីមុខ fresh អីចឹងយើងឃើញការបញ្ច្រាស់នៅខាងក្រោយនេះបាទហ្នឹងណាតើយើងរៀន adverb កន្លែងនេះហើយទាល់តែនៅពេលដែលមានសន្តិភាពពិតប្រាកដណាទាល់តែនៅពេលណាដែលមានសន្តិភាពពិតប្រាកដនិងទាល់តែពេលណាប្រជាជនទុកចិត្តដំណើរការសន្តិភាពនោះទៅបញ្ហាជ្រាលជ្រៅផ្សេងដោះស្រាយចេញ On April 20th Zelensky proposed that គួររំលឹកថាកាលពីថ្ងៃទី20ខែមេសាកន្លងទៅនេះលោក Zelensky បានស្នើឲ្យប្រភពនេះប្រើនៅក្នុងករណីដែលវាមាន that clause ប្រើ present subjunctive អញ្ចឹងណាបាទអញ្ចឹង present subjunctive កន្លែងណាបាទ present subjunctive កន្លែង hall នេះណាបាទ present subjunctive កន្លែងនេះមានន័យថាអាចដាក់ should នៅថ្ងៃទី20ខែមេសាលោក Zelensky បានស្នើឲ្យឬក៏យើងប្រើថាស្នើថាបានស្នើថាទាំងអ៊ុយក្រែនទាំងរុស្ស៊ីគួរតែបញ្ឈប់អីបញ្ឈប់ការវាយប្រហារទាំងតាម drone ទាំងការវាយប្រហារមីស៊ីលទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលយ៉ាងតិចឲ្យបាន30ថ្ងៃទៅអីគេថាស្នើឲ្យបានឈប់30ថ្ងៃទៅអីដោយជាជំរើសបាទ option ដោយជាជំរើសមួយដើម្បីបន្តនៅបទឈប់បាញ់ពិធីបុណ្យ Easter ហ្នឹងបន្ថែមទៀតបាទអញ្ចឹងយើង slash ប៉ុណ្្នឹងសិន